សូមជម្រាបសួរលោកថ្ងៃនេះខ្ញុំសូមធ្វើការ demo តាក់ទងជាមួយនឹង system ដែលខ្ញុំ build តែយើង connect ទៅកាន់ database ឬ focus ទៅលើ database នេះគឺជា database ដែលខ្ញុំបាន install និង follow ខ្ញុំសូមបង្ហាញ disconnect វាហើយនឹងបង្ហាញគ្រូម្ដងទៀតនេះគឺជា database ដែលខ្ញុំបាន connect ទៅកាន់ system ដែលខ្ញុំបាន build នឹងខ្ញុំ connect មកអូខេបាទ connect ម្ដងហើយអញ្ចឹងខ្ញុំអាចបង្ហាញតាក់ទងជាមួយនឹង user អូខេនេះជា database របស់ខ្ញុំ Oracle ខ្ញុំ username ផ្សេងហាក់ password ខ្ញុំបានបង្ហាញ password នៅក្នុង code ដែរខ្ញុំនឹងបង្ហាញវាតាក់ទងជាមួយនឹង host name យើងប្រើ local host port 1521 and service យើងដាក់ DB Pro អញ្ចឹងទៅហើយខ្ញុំតែមើលវាconnect status successful ប៉ុន្តែវា connect ហើយអញ្ចឹងវាអូខេហើយអញ្ចឹងខ្ញុំ back ទៅកាន់ system របស់ខ្ញុំវិញនេះជា interface សម្រាប់ customer ដើម្បី view ពីហាងរបស់យើងខ្ញុំបាន design វាអញ្ចឹងនេះជាផ្ទាំងwelcome ពីហាងmenu ប្រចាំសប្តាហ៍ service របស់យើងហើយយើង support customer អាចធ្វើឲ្យ customer យើងអាច delivery គាត់អញ្ចឹងទៅហើយនេះជាការ contact us យើង cover ទាំងអស់យើងអាចថា customer complaint ក៏អាច comment ចូលក្នុងនេះby product ក៏យើងអាចឲ្យពួកគាត់ comment ក្នុងនេះដែរជា purpose របស់យើងហើយនេះគឺជា manual ឬគឺជា address របស់ពួកយើងអាច contact តាមអីអញ្ចឹងទៅដូចជា Facebook Telegram Twitter អញ្ចឹងទៅប៉ុន្តែខ្ញុំអត់ link ទេព្រោះតែខ្ញុំអត់បានបង្កើត page ទាំងនោះចូលទេប៉ុន្តែវាអាច link តាមក្រោយបានពេលតាមក្រោយយើងអាច link វាបាននេះយើងកាន់ home យើង move មកយើងចុចមកគឺវាមក home គិតមកកាន់ contact us ជាមួយខ្ញុំ move មកក្រោមខ្ញុំអាច move ទៅកាន់ service នេះវិញគឺវាធម្មតាទេភាសានេះខ្ញុំប្រើទៅលើ HTML JavaScript ធម្មតាទេប៉ុន្តែពេលដែល connect database ខ្ញុំប្រើ Node.js support អូខេហើយក៏យើងអាចមើលទៅកាន់ dark បន្តិចទៅវា interest បន្តិចជាងមុនហ្នឹងអូខេតាមពេលដែល customer ចូលចិត្តគឺការគាត់ចូលចិត្ត black ជាចិត្តភ្លឺអញ្ចឹងទៅអូខេអញ្ចឹងឥឡូវខ្ញុំទៅកាន់ការ log in ទៅកាន់ system នេះ record code មុនហ្នឹងអូខេ sorry អូខេខ្ញុំចូលទៅកាន់ system តែម្ដងទៅsystem ហ្នឹងគឺខ្ញុំបានបង្កើត2 row នេះយើងអាចដាក់ category បានថាវាមាន admin និង staff អញ្ចឹងអូខេខ្ញុំ back មកវិញខ្ញុំ start backend សិនអូខេនេះ connect ទៅកាន់ database successful ហើយខ្ញុំនឹងធ្វើការ mistake ទៅកាន់ហាងនៅក្នុងនេះខ្ញុំដាក់ថា Mr. អូខេ Miss Julie ហ្នឹងទៅ Miss Julie email របស់គាត់ julie@gmail.com អញ្ចឹងទៅហ្នឹងលេខទូរស័ព្ទរបស់គាត់081 23ដើមលេខឡូយទៅកន្លែងនេះយើងអាចដាក់គាត់ដាក់មកធ្វើគេគាត់ចង់បាយproductគាត់ចង់ complete ឬក៏មិនអញ្ចឹងគាត់ដាក់ថាបាយ burger អញ្ចឹងទៅ burger អូខេជួយ message ខ្ញុំអាចឲ្យគាត់ដាក់ថា I want to buy burger please contact to me អញ្ចឹងទៅយើងក៏អាចដាក់ថា delivery to my home អញ្ចឹងទៅប៉ុន្តែខ្ញុំដាក់តែប៉ុណ្ណេះទេតែអញ្ចឹងខ្ញុំចុច send message ទៅកាន់ហាងទៅនេះគឺវា load ថា successful message send successful our team
will contact you soon អូខេចឹងផ្ទាំងនេះគឺអូខេហើយចឹងខ្ញុំទៅកាន់ system វិញខ្ញុំបែកមកយើងមាន plan ខ្ញុំសូមបញ្ចូលដល់វាមានពីរ row មាន admin និង staff ចឹងខ្ញុំចូលទៅកាន់ admin គឺ user ខ្ញុំ log in អូខេនេះគឺជា message ដែលពី customer បាន message មកកាន់ hand យើងថាឥឡូវខ្ញុំអត់តបានចូលមើលវិញអញ្ចឹងវានឹង pop up មកពេលខ្ញុំ log in ចូលទៅកាន់ system ជាងវាដាក់ថា you have one unread customer message អូខេនេះជាផ្ទាំងខ្ញុំចុចចូលមកខ្ញុំមើលពេលដែលខ្ញុំមកជួនកាលបើវាអត់ pop up ទេខ្ញុំអត់មើលទេខ្ញុំចូលមកកន្លែង home ឬអីអញ្ចឹងទៅអញ្ចឹងបើសិនជាវាមកគឺខ្ញុំត្រូវទៅចូលទៅ message មុនដើម្បី respond ទៅកាន់ភ្ញៀវផ្ទាល់នេះជាការ read message គាត់ថាខ្ញុំបាន respond គាត់ហើយខ្ញុំចុច read ទៅហើយកន្លែងហ្នឹងបើសិនជាមាន message ច្រើនយើងអត់បានទៅចុច read មួយទេយើងអាចពេលដែលយើងធ្វើ complete task ហ្នឹងហើយយើងអាចចុច make as all តែម្ដងក៏អូខេដែរតែឥឡូវខ្ញុំធ្វើតែមួយនេះទេខ្ញុំចុច read make as read តែមួយនេះទៅ make as read ខ្ញុំទៅកាន់ធ្វើការ order អូខេមុនពេលដែលធ្វើការ order customer យើងត្រូវបង្កើតឈ្មោះរបស់គាត់មួយសិនដើម្បីយើងទុកធ្វើជា report អញ្ចឹងទៅយើងដាក់ថា customer name ហ្នឹងយើងដាក់ថា Miss Julie អញ្ចឹងទៅemail របស់គាត់គឺ julie@gmail.com phone number របស់គាត់គឺ081លេខរបស់គាត់លយនេះយើង add customer មកអញ្ចឹងនេះគឺជា mistake ដែលយើងបានដាក់ថាវាបាន add រួចរាល់ហើយអូខេនេះ customer ហ្នឹងមួយវិញទៀតយើងក៏អាច update ព័ត៌មានរបស់ customer បានដែរអូខេឧទាហរណ៍ខ្ញុំចង់ update ថាលេខទូរស័ព្ទឥឡូវគាត់ដូរឯងពីមុនគាត់ប្រើ081ឥឡូវគាត់ change ទៅកាន់012អញ្ចឹងទៅលេខគាត់កាន់ទៅឡូយើងមុំទៀតអូខេខ្ញុំជួយ update customer មកអញ្ចឹងវាអូខេហើយនេះក៏អាច search បានដែរថា Julie វិញហ្នឹងនេះលេខរបស់គាត់បាន update បាត់ឯងអូខេយើងក៏អាចចុច clear វិញទៅវិញបានដែរអាចឃើញទាំងអស់ហើយខ្ញុំទៅកាន់ order ខ្ញុំសូមមកកាន់ stock សិនតើតើជាមួយនឹង stock នេះយើងក៏អាច add update delete product នឹងចេញបានដូចគ្នាតែឥឡូវខ្ញុំនេះដោយសារខ្ញុំបាន add រួចរាល់អស់ហើយវាមាន category ច្រើនដែរមាន food មាន drink មាន cafe ឥឡូវខ្ញុំធ្វើការ update បែង cafe drink នេះខ្ញុំដាក់បើវាជាមួយតែបានជាគ្រឿងកំប៉ុងតែខ្ញុំដាក់បែងចែកនេះ cafe មួយទៀតទៅឥឡូវខ្ញុំ update តាក់ទងជាមួយនឹងmatcha មួយទៀតខ្ញុំ add matcha ចូលមួយទៀតmatcha ខ្ញុំសូម add matcha មួយចូលដើម្បី demo ខ្ញុំសូមយករូបភាពនេះទៅហើយនេះជា matcha អញ្ចឹងរូបភាពនេះខ្ញុំនឹង save នៅលើ desktop ខ្ញុំដាក់ថា matcha ដាក់ថា matcha boba អញ្ចឹងទៅអូខេខ្ញុំដាក់ថា matcha latte ទៅអូខេខ្ញុំចុច save ទៅវាឥឡូវនេះគឺនៅ desktop ទេand then ខ្ញុំទៅកាន់ add product ហ្នឹងអូខេខ្ញុំទៅកាន់stock នេះតែប៉ុន្តែកន្លែងនេះយើងអាចបង្កើតថ្មីបានតែឥឡូវនេះដោយសារខ្ញុំមានច្រើនខ្ញុំបង្កើត add វានៅក្នុង stock តែខ្ញុំបានបង្កើតរួចរាល់នេះតែម្ដងទៅដោយសារខ្ញុំមិនចង់បង្កើត category វាផ្សេងទៀតខ្ញុំដាក់ matcha នេះនៅក្រោម cafe តែម្ដងតែប៉ុន្តែវាអាចនៅក្នុងនេះមួយគ្នាទេតែខ្ញុំចង់ add នេះឲ្យដាច់មកទៅអូខេខ្ញុំដាក់អីគេ card 002អញ្ចឹងទៅហើយខ្ញុំដាក់ name របស់វាគឺ matcha អូខេ matcha ហើយ price របស់វាខ្ញុំដាក់រៀងថ្លៃនេះទៅ
nhưng anh đặt discount ban thằng ở lớn như mình bàn bài discount ban chip prime rồi chẳng nó cái bài discount và đặt mấy hay ở lớn trong bằng ngày đến trên anh ở provide custom bạn là đặt một hay kèm cài đến upload រូបភាពនឹងចូលមកនេះគឺ desktop នេះគឺជា matcha បើសិនជាតាក់ទងជាមួយនឹង style នេះតាក់ទងជាមួយនឹង style គឺយើង focus លើ product inventory តាក់ទងជាមួយគ្រឿងកំប៉ុងគ្រឿងអីដែលវានឹងមានពេល expire អញ្ចឹងទៅមុនពេលដាក់ចូល stock យើងអាច add ដែល expire នេះបានតែសារនេះយើងជាគឺពេលដែលយើងឆុងផលសម្រាប់ហើយអញ្ចឹងយើងមកដាក់ expire នេះ add to stock ទៅអូខេយើងចឹងវាបានបញ្ជូនទៅកាន់ stock បើយើងរួចរាល់ហើយវាបាន save ទៅកាន់ database tag គឺ save ទៅកាន់ database ហើយ image ក៏បាន push ទៅកាន់ folder នឹងដូចគ្នានេះជា folder asset ខ្ញុំសូមបង្ហាញបន្តិចនេះជា folder ដែលយើងបានទុក image ហ្នឹងនេះគឺជាកន្លែងកាហ្វេមិញហ្នឹងទៅមុនហ្នឹងគឺអត់ទាន់មាន matcha នេះទេពេល add មកបានមានអូខេវា store នៅនេះហើយពីក្នុង database នឹង select មកបង្ហាញលោកគ្រូមិននៅក្នុង table អូខេ stop នេះ matcha ដែលខ្ញុំ add មុនហ្នឹងយ៉ាង25កែវនេះគឺតើមជាមួយនឹងទីតាំង store image មុនហ្នឹងអូខេខ្ញុំត្រឡប់ទៅវិញចឹងតើតើមជាមួយចំណុចនេះទៅលើ home នេះវានឹងបង្ហាញទៅលើ item ដែលវាមានក្នុង stock ទេmessage នេះឧទាហរណ៍ខ្ញុំដោយសារខ្ញុំបានដាក់វា expire date អញ្ចឹងខ្ញុំទៅកែវិញPepsi នេះទៅ update វាវិញPepsi អញ្ចឹងដោយសារវា expire អញ្ចឹងខ្ញុំទៅកែ date វាវិញខ្ញុំដាក់មកថាឥឡូវវា expire នៅថ្ងៃណាវាអត់ expire ខ្ញុំដាក់2026ទៅដល់ខែ4ហ្មងចុងខែ4តែម្ដងពេលខ្ញុំ update ទៅអញ្ចឹងmessage មិញហ្នឹងគឺវានឹងបាត់ទៅវិញអញ្ចឹង Pepsi ឥឡូវនេះគឺវាលែង expire ខ្ញុំបាន update ថ្មីបាន clear stock ចាស់ចោល update ថ្មីចូលវិញអញ្ចឹងវាលោអញ្ចឹងទីតន័យគឺវា synchronize គ្នាទៅវិញទៅមកហើយ and then ដោយសារមុនហ្នឹងយើងមានcustomer order អញ្ចឹងខ្ញុំទៅកាន់ order customerមិន sorry ដោយសារខ្ញុំបង្កើតហើយមុនហ្នឹងលេខthen ខ្ញុំទៅកាន់ order ឲ្យ customer មួយហ្នឹង Julie មិញគាត់ buy burger អូខេអញ្ចឹងខ្ញុំ select ទៅកាន់ខ្ញុំទៅ select ឈ្មោះ customer មិញហ្នឹងសូម refresh មួយសិនអូខេនេះ Miss Julie មិញហ្នឹងខ្ញុំ select Miss Julie ហ្នឹងគាត់ buy burger អូខេ burger ហើយអាចសិនថាខ្ញុំបានខលទៅគាត់ចង់បានជាភេសជ្ជៈថែមឬកូកាឬជាកាហ្វេអីអញ្ចឹងគាត់ថែមវាបាយមួយចានទៀតទៅសាមុនគាត់ថែមទេតែនេះតើតើមួយតម្លៃ price discount ដោយសារ product យើងមាន discount យើងដាក់ discount ដូចគ្នាបង្ហាញដូចគ្នា Miss Julie នេះខ្ញុំចុច place send to order អញ្ចឹងទៅអញ្ចឹងការកំណត់គឺវារត់ចូល order នេះអញ្ចឹង Miss Julie មិញគឺនេះយើងអាចយើងបើសិនជាវាច្រើនយើងក៏អាច search វាបានដែរថា customer មិញឈ្មោះដូចគេដាក់ Julie អញ្ចឹងទៅ search តែនេះក៏វាឃើញ sorry អូខេ search នេះ Miss Julie មិញហ្នឹងអូខេអញ្ចឹងខ្ញុំអាចចុច print invoice នឹងឲ្យគាត់បាននេះគឺជា invoice របស់យើង
khé bà sân chỉ trường bạn cái này từ căn mà sân print post print tu như này print miếng bán yeah. Ok này đi chưa chứng cứ bạn complete cash order và customer đi mua rồi đấy yeah and then tới chừng nói mũi tiết tông chỉ muốn nâng ca get start chối start chối you mean piro nhưng được căn get start này máu ID cứ bị chập auto đấy hay ní you mean role start hay là role admin lấy trong trang start một châu tiền nhưng đã miss Julie mình tận nhưng đã thà Julie username bật quát hay lấy bật quát mình đối kia tới yeah and then start name đã miss Julie đó rồi bật quát là những đã thật tiền cái này đấy lời cao hẹn nông quanh trang tới and then anh ID bật quát đã này tới ok and then check add start ok ní cái chia username ní chỉ ID bật quát nó trong system ní chỉ username bật quát hay chỉ password bật quát này ok như bạn bật cả được rồi đấy chứng dân mà mơ ở tại tờ chỉ muốn Julie mình á ai soi với bác Julie và cho tập này nó cứ bị khơi nhỉ cái in khác nó có dân ai từ căn ca disable reset password rồi reset default password rồi change password mày ở customer bạn chứ vậy nếu như bạn disable muối dạ ní có chụp tiền ở total start ở dương đấy start ở dương mình muốn là dương active cùng với disable muối khách hàng quạt bạn liền chụp ấy nhưng các bạn disable từ này chẳng nhóm anh disable một tí là muốn nó nhóm bạn disable chặt đấy hay muốn này được chơi nhóm đại import bao nhiêu ập thử chắc nhóm cả anh có update còn miền bạn bạn này ok nhưng chơi tự update để sang username có đặt proper đấy muốn năng sang test là nhóm cài với nhưng đặt hàng Yuri nhưng tới ok Yuri hãy nhóm check update Yuri phone number đã thử với máu số đặc pi đây nhân tới nhưng đã ném nhưng đã thà ca Yuri nhân tới ok ở đây nhưng đã mày nó kể lại đọc pi lần đọc pi mong kênh chân thật tí nhưng mà đặt để đến tập đài đó anh chính chuyện update start này ok chẳng đi bạn update hai hỏi thì nếu tạm đơn chỉ muốn start mình cứ Yuri nữa và chẳng như anh ra bây giờ chẳng đang set thôi tại vì update lại nghĩ biết thử còn chẳng như disable start Yuri đi mua tiền yeah. Ok thì chỉ message được bằng mình ấy chẳng cái bạn disable p start ok chẳng nhóm enable vì bên tầng ó nhưng enable tầng ó ra một đầu tới yeah enable start tầng ó tới chẳng message lại này có vi admin start disable thì nó cứ bị active tầng ó tại một đầu yeah anh đang nhầm tập hai section xây rất trăm nhầm lọc ảo từ cả start bằng mình cho một đầu tiên mình dừng bằng order stock rồi đó ní cái chỉ report vậy ní chỉ report đương nhiên chỉ monthly mình annual mình top customer mình full mình inventory bây giờ trong tầng còn chỉ ai chụp click nó thì ai chụp print nó yeah tên này bây giờ mình mãn mình khai đấy những bạn sale quý bạn lỗi tránh ấy chính bị chậm bài ca bị chạm chán như cái bài ca bị chạm chán mình chơi ba được nghĩa nhưng lại đi qua bị chạy tham bị ảnh đà rồi
វា work អានេះជា top customer ដែលបានចាយលុយច្រើនជាងគេអញ្ចឹងទៅនេះជា full item report របស់យើងគឺមានអីគេខ្លះដែលលក់ចេញថ្ងៃនេះហ្នឹងដោយសារខ្ញុំបានតែមុនហ្នឹងគឺច្រើនដែរអានេះជា inventory status របស់យើងមានរបាយការណ៍ពី stock in stock out របស់ហាងហ្នឹងគឺមានអីខ្លះកន្លែងខ្ញុំបានដកចេញបកដាក់ចូលទៅអូខេជាងចំណុចនេះវាអូខេហើយមួយវិញទៀតតើតើមួយ admin គឺយើងអាច change password បានដែរដោយសារ default password យើងដាក់ admin 1 2 3អញ្ចឹងឥឡូវនេះខ្ញុំបានកែទៅជា admin 1 2 3 4 5 6អញ្ចឹងទៅពេលដែល update គឺវានឹង log out ចេញតែម្ដងបាទនេះវា resource set ហ្នឹងហ្នឹងអូខេ log out អញ្ចឹងដោយសារមុនហ្នឹងខ្ញុំបានបង្កើតអូខេខ្ញុំ add login password ថ្មីឲ្យគូមើលថាគេលោ change password វា login បានតើតើ admin 1 2 3 4 5 6អញ្ចឹងវាអាច login បានធម្មតាហើយឥឡូវនេះខ្ញុំ change មក password ដើមវិញទៅមកអូខេ update អូខេអញ្ចឹងវា success ហើយអញ្ចឹងខ្ញុំទៅកាន់ role មួយទៀតតាក់ទងជាមួយនឹង staff ភាសាមុនហ្នឹងខ្ញុំបានបង្កើត staff មួយឈ្មោះ Julie អញ្ចឹង default password របស់គាត់គឺ staff 1 2 3ហើយ login ទៅចាអញ្ចឹងតាក់ទងមួយ staff បើសិនជា mistake នឹងអត់ទាន់បានអានក៏គាត់ត្រូវតែអាន mistake នឹងដើម្បី provide ការ respond ទៅកាន់ភ្ញៀវអញ្ចឹងនេះដូចគ្នាខ្ញុំចុច read ទៅថាយើងបាន place order មុននឹងរួចរាល់ខ្ញុំចុច order ទៅអូខេតាក់ទងជាមួយ menu របស់ staff នេះគឺយើងមានតែប៉ុណ្ណឹងទេតាក់ទងមួយ add staff add អីក៏យើងអត់បានដាក់ចូលដែរហើយក៏មានកន្លែង change password ដូចគ្នាគឺ work ដូចគ្នាទេកន្លែងនេះទាំងអស់ហើយកន្លែងនេះក៏យើងអាច add បានដូចគ្នាតាក់ទងមួយផ្ទាំងនេះក៏យើងមានដូចគ្នាតាក់ទងជាមួយនឹង available in stock only តែបើសិនកន្លែងនេះយើងឃើញថាវា expire អីគេ spray ជាងវា expire អញ្ចឹងយើងទៅ update stock មកវិញកុំឲ្យវា expire ឃើញផ្ទាំងអញ្ចឹងវាអាចយកទៅកាន់ភ្ញៀវបានទេខ្ញុំចូលទៅកាន់ stock ហើយខ្ញុំទៅកាន់នេះមកតាក់ទងជាមួយនឹងអីគេ spray វិញដល់វា expire អញ្ចឹងខ្ញុំទៅ update វាមកវិញមកថាខ្ញុំបានផ្លាស់ប្ដូរវាហៅអស់ហើយអូខេខ្ញុំចូលមកកាន់2026ខ្ញុំដាក់វាទៅដល់ October តែម្ដងទៅចុងខែតែម្ដងទៅអូខេខ្ញុំ update មកចឹង spray ឥឡូវនេះគឺលេខ expire អូខេបណ្ដាកឡើយ expire ច្រើនខ្ញុំ update មួយទៀតខ្ញុំ update ទៅមួយទៀតទៅដាក់ទៅកាន់2026 November 30ខ្ញុំ update អូខេចឹងដោយសារវា available stock យើងអាចឲ្យវាchange status expire បាទចឹងយើងអាចមើល map វិញមកយើងឃើញគឺលែងមានបណ្ដា expire ទៀតហើយមួយវិញទៀតតកតងជាមួយនឹងចំណុចនេះបើសិនជាអត់មានក្នុង stock ទេវានឹងអត់បង្ហាញនឹង home នេះទេតើមើលក្នុង stock គឺយើងមានច្រើនមែនទេមានច្រើនមែនទេ stock ប៉ុន្តែជា image ដែលយើងធ្វើទុកដើម្បីបានថាពេលដែលគាត់មានហើយគាត់ add គាត់ដាក់ចំនួនចូលមកក្នុងថ្ងៃហ្នឹងគាត់ធ្វើបានប៉ុន្មានឧទាហរណ៍10អញ្ចឹងទៅខ្ញុំចុច update មក10អញ្ចឹងយើងមកមើលមកយើង add ដូច BBQ chicken chiller ទៅអញ្ចឹងយើងតាក់ទងមួយហ្នឹងគឺយើងវាមកហើយអូខេអញ្ចឹងបែរ customer អាច order បានយើងមាន drink មានអីធម្មតាអញ្ចឹងទៅហើយតាក់ទងជាមួយនឹង password របស់ user នេះក៏យើងអាច change បានដូចគ្នា admin អញ្ចឹងហ្នឹងគឺ staff 1 2 3ឥឡូវដាក់ admin 1 2 3វិញទៅអូខេអញ្ចឹងវាអាច change បាន successful ហើយខ្ញុំទៅ select role របស់គាត់វិញមកខ្ញុំដាក់ Julie password នេះមុនហ្នឹង admin 1 2 3អូខេអញ្ចឹងគឺចូលបានធម្មតាចង់ change មកវិញគឺអូខេ start 1 2 3 update អូខេគឺអូខេ
ការ start 1 2 3 គឺយើងអាច log in log out បានធម្មតាតាក់ទងជាមួយនឹង database ខ្ញុំនឹង select អានេះតាក់ទងមួយ stock ខ្ញុំបានបង្ហាញរួចរាល់ហើយតាក់ទងជាមួយនឹង staff មួយទៀតខ្ញុំបង្ហាញទៀតខ្ញុំបង្ហាញលើទៅ stock ក្នុង database គឺបោះមកដូចគ្នាគឺនេះគឺជាចំនួន staff យើងមាន9នាក់ and then មកក្នុងខ្ញុំសូម log out ទៅកាន់ admin staff ងត់ឃើញstaff ចឹង staff គឺមាន9នាក់9នាក់ហើយក្នុង database យើងក៏9នាក់ដែរហើយតាក់ទងជាមួយនឹងការ order sorry នេះ order នេះនេះជា order ដោយសារខ្ញុំ order testing នេះមកខ្ញុំលុបចោលខ្លះហើយយើង order ថ្ងៃ6 order 2ដងអញ្ចឹងទៅមើលឡើងនេះវិញខ្ញុំកាន់ order នេះអញ្ចឹងក្នុងនេះគឺវាមាន6ហើយក្នុង database នេះក៏មាន6ដែរមាន6ដូចគ្នាអូខេcustomer ខ្ញុំបាន customer ដូចគ្នាទៅ select ពី customer មកពី customer របស់យើងមាន4នាក់នៅលើ system របស់យើងមាន4នាក់ដូចគ្នាឥឡូវនេះខ្ញុំបង្ហាញឡើងនេះមួយឥឡូវនេះមានយ៉ាមាន system នេះយ៉ាអញ្ចឹងខ្ញុំទៅ update info របស់គាត់ខ្ញុំ update អីគេលេខរបស់គាត់ឥឡូវនេះគឺប៉ុណ្ណេះ012 6 78ហ្នឹងទៅនៅលើ database យ៉ានេះ678ហ្នឹងទៅឥឡូវខ្ញុំ update មកគាត់ខ្ញុំដាក់លេខគាត់ឲ្យ load នេះទៅខ្ញុំដាក់3 ដង8 ដងអញ្ចឹងទៅខ្ញុំចុច update គាត់មកយ៉ាអញ្ចឹងវាបាន update រួចរាល់ហើយអញ្ចឹងយើងទៅមើលនៅលើ database វិញខ្ញុំទៅ select វាម្ដងទៀតមក refresh មួយសិនទៅអូខេ and then ខ្ញុំទៅ select វាម្ដងទៀតមកដែរនេះគឺជាទិន្នន័យក្នុង database ក៏វាបានផ្លាស់ប្ដូររួចរាល់ដែរអូខេអញ្ចឹងតាក់ទងជាមួយនឹងការ demo របស់ខ្ញុំនេះគឺបានរួចរាល់ហើយសូមអរគុណជំរាបលាគ្រូ